បងប្អូនកសិករការយល់ឃើញថានៅក្នុងរដូវកសិកម្មមួយបានផលមកហើយលក់បានតម្លៃថ្លៃគឺជាដំណឹងល្អហើយចំណេញរឿងនេះវាពិតតិចជាងការពិតមែនតែននៅក្នុងមុខរបរមិនមែនដោយសារយើងដាំហើយបានផលមកលក់បានថ្លៃយើងគិតថាវាចំណេញតែម្យ៉ាងនោះទេក្នុងការប្រកួតប្រជែងនៃទីផ្សារទៅតាមទ្រឹស្ដី supply and demand គឺការផ្គត់ផ្គង់ហើយនឹងសេចក្តីត្រូវការទំនិញជួនកាលបានថ្លៃហើយភាគច្រើនគឺត្រូវលក់ថោកដូច្នេះអ្វីដែលជាឫសគល់នៃការខាតបង់ក្នុងមុខរបរកសិកម្មគឺតម្លៃផលិតបើបងប្អូនយកចិត្តទុកដាក់ឲ្យច្បាស់ហើយកាត់បន្ថយឬក៏ដឹងច្បាស់ពីតម្លៃផលិតការខាតបង់នៅពេលដែលលក់ទៅមិនបានថ្លៃអាចនឹងទៅជាចំណេញវិញដោយសារយើងយកចិត្តទុកដាក់លើការគិតថ្លៃផលិតដូច្នេះសំខាន់ណាស់បងប្អូន